នាព្រលឹមម៉ោង 3 ព្រះសង្ឃនិងចុងភៅបានក្រោកឡើងដើម្បីដាំចង្ហាន់និងរៀបចំចង្ហាន់សម្រាប់ព្រះសង្ឃការរៀបចំដាំចង្ហាន់នេះមិនមែនជាការសាមញ្ញនោះទេដោយយើងត្រូវការរៀបចំសម្រាប់ព្រះសង្ឃចំនួន178អង្គនេះជាការងារដែលទាមទារឲ្យមានការរៀបចំយ៉ាងល្អិតល្អន់និងត្រូវគិតគូរពីបរិមាណចង្ហាន់ឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលាទៀតផងបន្ទាប់អំពីដាំចង្ហាន់រួចនាម៉ោង 4 ព្រឹកនោះព្រះសង្ឃចាប់ផ្ដើមក្រោកចេញពីបន្ទប់ដើម្បីសម្អាតបរិវេណវត្តសកម្មភាពនេះមិនត្រឹមតែជួយរក្សាបរិស្ថានវត្តឲ្យស្អាតប៉ុណ្ណោះទេតែថែមទាំងជួយបណ្ដុះស្មារតីនៃការងាររួមលះបង់ភាពខ្ជិលច្រអូសនិងបានដល់ការរំលឹកមេរៀននាពេលព្រលឹមផងដែរនាម៉ោង 6 ព្រះសង្ឃនិមន្តមកប្រជុំរួបរមគ្នាសូត្របទលើកទង់ព្រះពុទ្ធសាសនានិងទង់ជាតិពិធីនេះបង្ហាញពីការគោរពចំពោះជាតិនិងសាសនាបន្ទាប់ពីការគោរពទង់ជាតិសាសនារួចក៏បន្តនិមន្តទៅកាន់ចង្ហាន់នាពេលព្រឹកនាម៉ោង 7 ព្រឹកព្រះសង្ឃជាសមណសិស្សចាប់ផ្ដើមនិមន្តបន្តទៅសិក្សានៅឯសាលារៀនការសិក្សាជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងនិងការអប់រំប្រកបដោយវិន័យនិងគុណភាពនៅក្នុងសាលាពុទ្ធកបឋមសិក្សាកម្ពុជារដ្ឋវត្តវរិនព្រែកលៀបព្រះសង្ឃសិក្សាអំពីព្រះធម៌ព្រះវិន័យភាសាបាលីភាសាខ្មែរគណិតវិទ្យានិងមុខវិជ្ជាផ្សេងទៀតជាច្រើនការសិក្សារៀនសូត្រនេះតំណាងឲ្យការផ្សារភ្ជាប់រវាងពុទ្ធសាសនានិងការអប់រំអភិវឌ្ឍចំណេះដឹងការសិក្សាធ្វើឲ្យព្រះសង្ឃមានសមត្ថភាពក្នុងការផ្សព្វផ្សាយព្រះធម៌និងជាអ្នកនាំពុទ្ធវចនៈទៅដល់ពុទ្ធបរិស័ទបានយ៉ាងល្អប្រសើរនិងបន្តអាយុកាលព្រះពុទ្ធសាសនានាម៉ោង 9 គឺជាពេលវេលាសម្រាប់ព្រះសង្ឃចេញទៅបិណ្ឌបាតតាមភូមិនីមួយការបិណ្ឌបាតជាប្រពៃណីដ៏សំខាន់នៃព្រះពុទ្ធសាសនាដែលតម្រូវឲ្យព្រះសង្ឃចេញទៅទទួលចង្ហាន់ពីពុទ្ធបរិស័ទដោយភាពស្ងប់ស្ងាត់និងសង្រួមក្នុងព្រះវិន័យសង្ឃសកម្មភាពនេះផ្ដល់ឱកាសឲ្យពុទ្ធបរិស័ទធ្វើបុណ្យទាននិងកសាងកុសល
នាម៉ោង11ព្រះសង្ឃទាំងអស់និមន្តទទួលចង្ហាន់ឆាន់រួមគ្នានេះឧបឋានសាលាខ្មែរយើងតែងហៅថាសាលាបុណ្យដើម្បីបង្កើតភាពជិតស្និទ្ធរវាងព្រះសង្ឃនិងពង្រឹងទំនាក់ទំនងរវាងព្រះសង្ឃក្នុងសហគមន៍ការឆាន់ចង្ហាន់រួមគ្នាក៏ជួយបង្កើនការគោរពពេលវេលានិងជួយសម្រួលដល់ការគ្រប់គ្រងរបស់ព្រះមន្ត្រីសង្ឃបន្ទាប់អំពីឆាន់រួចសាមណេរត្រូវលាងសម្អាតចានដោយខ្លួនឯងសកម្មភាពនេះបណ្ដុះភាពជាម្ចាស់ការនិងការមិនពឹងផ្អែកលើអ្នកដទៃការលាងចានដោយខ្លួនឯងបង្កើនអំពីភាពសាមញ្ញនិងការថែរក្សារបស់របរប្រើប្រាស់ធ្វើឲ្យព្រះសង្ឃរៀនអំពីតម្លៃនៃការងារសាមញ្ញនិងការទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួនការធ្វើសកម្មភាពប្រចាំថ្ងៃដោយខ្លួនឯងក៏ជួយបណ្ដុះការយល់ដឹងអំពីជីវភាពជីវិតរបស់ពុទ្ធបរិស័ទផងដែរនាម៉ោង2រសៀលសមណសិស្សចាប់ផ្ដើមការសិក្សានាសាលាម្ដងទៀតការសិក្សាពេលរសៀលបង្ហាញពីការបដិញ្ញាចិត្តក្នុងការរៀនសូត្រជាប្រចាំដើម្បីអភិវឌ្ឍបញ្ញាការសិក្សាជាប្រចាំជួយឲ្យព្រះសង្ឃបន្តអភិវឌ្ឍចំណេះដឹងនិងសមត្ថភាពរបស់ខ្លួនបានយ៉ាងល្អប្រសើរក្រោយពេលចេញពីសាលាព្រះសង្ឃចាប់ផ្ដើមសម្អាតទីធ្លាវត្តជាកិច្ចវត្តប្រចាំថ្ងៃការសម្អាតមិនមែនគ្រាន់តែជាការថែរក្សាវត្តឲ្យស្អាតប៉ុណ្ណោះទេតែវាជាការបង្កើតបរិយាកាសឲ្យល្អសម្រាប់ការសិក្សានិងការប្រតិបត្តិព្រះធម៌ការសម្អាតវត្តជាផ្នែកមួយនៃការអប់រំនិងជាការបណ្ដុះវិន័យក្នុងភេទជាបព្វជិតម៉ោង7រហូតដល់ម៉ោង9កន្លះយប់គឺជាពេលវេលាសម្រាប់ស្វ័យសិក្សានិងទន្ទិញមេរៀនជាពេលដ៏ល្អបំផុតសម្រាប់ការសិក្សាដោយសារបរិយាកាសស្ងប់ស្ងាត់និងអាកាសធាតុត្រជាក់ដែលងាយស្រួលក្នុងការផ្ដោតអារម្មណ៍ទន្ទិញមេរៀនការសិក្សាពេលយប់បង្ហាញពីការខិតខំប្រឹងប្រែងក្នុងការសិក្សានិងជួយធ្វើឲ្យប្រសើរឡើងនៅការចងចាំជាពេលវេលាដ៏សំខាន់ដើម្បីទន្ទិញមេរៀនប្រចាំថ្ងៃនិងត្រៀមខ្លួនសម្រាប់មេរៀននាថ្ងៃបន្ទាប់ នាម៉ោង10នាពាក់កណ្ដាលអធ្រាត្រព្រះសង្ឃធ្វើកិច្ចវត្តមួយគឺថ្វាយបង្គំនមស្ការគុណប្រតនត្រ័យនេះជាការអប់រំផ្លូវចិត្តនិងបង្កើនទម្លាប់ល្អក្នុងការសិក្សាក្នុងព្រះពុទ្ធសាសនាសកម្មភាពប្រចាំថ្ងៃរបស់ព្រះសង្ឃវត្តវរិន្ទព្រែកលៀបបង្ហាញពីជីវិតរបស់ព្រះសង្ឃដែលរួមបញ្ចូលទាំងការសិក្សាធម៌វិន័យការប្រតិបត្តិ
ក្នុងព្រះពុទ្ធសាសនានិងការថែរក្សាវត្តអារាមវត្តនេះក៏ជាវត្តគំរូមួយបង្ហាញពីការប្រកាន់ខ្ជាប់ខ្ជួននៅវិន័យនិងការបដិញ្ញាចិត្តក្នុងការអភិវឌ្ឍខ្លួនទាំងផ្លូវកាយនិងផ្លូវចិត្តផងដែរ